ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមបាននិងទស្សនារាល់វីដេអូរបស់ខ្ញុំដែលនិយាយអំពីឱសថបុរាណខ្មែរកន្លងមកដែលបងប្អូនទាំងអស់គ្នាបានចាប់អារម្មណ៍ហើយពេលនេះផងដែរគឺខ្ញុំបានបង្ហាញបាទរុក្ខជាតិថ្មីមួយទៀតដែលជារុក្ខជាតិបាទដុះតាមភូមិផងលបងផ្ទះពុកម៉ែបងប្អូនទាំងអស់គ្នាក៏មានដុះដែរប៉ុន្តែពុកម៉ែបងប្អូនមិនបានចាប់អារម្មណ៍មិនបានស្គាល់ឈ្មោះក៏ដូចអំពីអត្ថប្រយោជន៍របស់រុក្ខជាតិមួយនេះបានហើយរុក្ខជាតិមួយនេះផងដែរមិនថានៅខេត្តសៀមរាបឬក៏នៅក្រុងភ្នំពេញឬក៏នៅតាមបណ្ដាខេត្តទាំងអស់នោះទេគឺវាមានដុះបាទរុក្ខជាតិនេះហើយខែនេះជាខែវស្សាទៀតផងគឺរុក្ខជាតិនេះដុះល្អណាស់បាទវាត្រូវទឹកភ្លៀងបាទហ្នឹងហើយរុក្ខជាតិនេះផងដែរមានឈ្មោះថាដើមខ្មាញ់បាទដើមខ្មាញ់នេះវាមានអត្ថប្រយោជន៍បែបណាក៏ដូចជាប្រើប្រាស់យ៉ាងម៉េចខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនដូចតទៅនេះបាទដើមខ្មាញ់ជាប្រភេទរុក្ខជាតិស្មៅបាទជាប្រភេទរុក្ខជាតិស្មៅដែលយើងប្រើប្រាស់របស់វាសម្រាប់បន្ទន់លាមកបាទធ្វើឲ្យក្អួតបាទខុតឈាមជំនួយថ្លើមបាទជំនួយផាលបំរុងឈាមលើកកម្លាំងស្ត្រីក្រោយពេលឆ្លងទន្លេជំងឺហឺតព្យាបាលជំងឺហឺតព្យាបាលជំងឺឈឺពោះព្យាបាលជំងឺរលាកទងសួតព្យាបាលរលាកថ្លើមស្រែងហើយនឹងក្អកធ្លាក់ឈាមពុកម៉ែបងប្អូនណាហ្នឹងហើយរុក្ខជាតិនេះគឺពុកម៉ែបងប្អូនប្រើស្ងួតចន្លោះពី6ក្រាមទៅ12ក្រាមបាទស្ងោរក្នុងទឹក1លីត្រកន្លះគឺឬក៏2លីត្រពុកម៉ែបងប្អូនណាហើយពុកម៉ែបងប្អូនប្រើស្រស់គឺចន្លោះពី12ក្រាមទៅ20ក្រាមពុកម៉ែបងប្អូនណាហ្នឹងហើយរុក្ខជាតិនេះគឺបើសិនតែយើងប្រើបានត្រឹមត្រូវវានឹងជំនួយបាទសុខភាពរបស់យើងតែបើយើងប្រើខុសវានឹងបំផ្លាញសុខភាពរបស់យើងណាពុកម៉ែបងប្អូនណាហ្នឹងហើយរុក្ខជាតិនេះมันពិបាករកទៅដូចខ្ញុំជម្រាបប្រាប់ពុកម៉ែបងប្អូនហើយថានៅផ្ទះភូមិផងលបងផ្ទះពុកម៉ែបងប្អូនឬក៏សួនច្បារដំណាំហ្នឹងក៏មានដុះដែរហើយទីធ្លាកន្លែងណាដីគេទុកចោលគឺវាមានដុះបាទវាមានដុះស្រាប់តែម្ដងអត់មានប្របាក់អ្នកណាទៅដាំដុះរុក្ខជាតិនេះទេហើយរុក្ខជាតិនេះបើនិយាយទៅគឺគុណសម្បត្តិវាច្រើនបាទពុកម៉ែបងប្អូនអស់គ្នាគុណសម្បត្តិនោះគឺមានបងប្អូនខ្លះក៏ដឹងមានបងប្អូនខ្លះក៏មិនបានដឹងប៉ុន្តែភាគតិចណាស់ដែលដឹងបាទភាគតិចណាស់ដែលដឹងបាទហ្នឹងហើយរុក្ខជាតិនេះมันពិបាករកទេបាទដូចខ្ញុំប្រាប់អញ្ចឹងបាទនៅផ្ទះពុកម៉ែបងប្អូនអស់គ្នាភូមិស្រុកលបងសួនច្បារដំណាំអីគឺមានដុះបាទហើយរុក្ខជាតិនេះគឺពុកម៉ែបងប្អូនអាចមើលតាមរូបភាពរបស់ខ្ញុំបានដែលខ្ញុំបានបញ្យល់ហើយនឹងបានថតបង្ហាញជូនពុកម៉ែបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រ